ងវីដេអូទី2នេះគឺយើងផ្ដោតសំខាន់ទៅលើ bridge ជាមួយនឹង LAN ដែលយើងរៀបចំ LAN ជាមួយនឹង port ផ្សេងៗទៀតអញ្ចឹងតោះយើងចូលមកកាន់ instruction ដើម្បី config ដល់គ្នាអញ្ចឹងនៅក្នុង instruction យើងគឺយើងនិយាយពី LAN and bridge អញ្ចឹងនៅក្នុងគោលបំណងរបស់យើងគឺទី1យើងតាក់ទងជាមួយ system integration ដែលយើងភ្ជាប់ internet ពី modem ពី WAN ទៅកាន់ router ដូចក្នុងមេរៀនទី2ឬមេរៀនទី2ប៉ុន្តែវាជាមេរៀនទី1ដែលយើងបានធ្វើមិញគឺជាមួយនឹង resource grouping យើងបង្កើត bridge ដើម្បីយើងប្រមូលផ្ដុំ port អស់ឲ្យជាក្រុមយើងប្រមូលផ្ដុំ bridge យើងបង្កើត bridge ដើម្បីប្រមូលផ្ដុំ port ឲ្យតែជាផ្នែកនីមួយៗបន្ទាប់មកគឺ advanced addressing គឺការដាក់ IP ផ្សេងៗគ្នាឧទាហរណ៍ក្នុងតំបន់ផ្សេងយើងដាក់ IP ផ្សេងដោយយើងកុំឲ្យថាគេ scan មករកឃើញដុំរបស់យើងបន្ទាប់មកទៀតគឺ automation គឺការធ្វើ DHCP ដូចជាយើងធ្វើវីដេអូមុនដែរអញ្ចឹងយើងចូលមកកាន់ scenario ចំណោទមកអញ្ចឹង digital អ្នកត្រូវបានចាត់តាំងឲ្យរៀបចំបណ្ដាញ network នៅក្នុងក្រុមហ៊ុនដែលមាន3ផ្នែកធំៗអញ្ចឹងច្រក internet ដែលគេ uplink ចូលមកតាមរយៈ ONU ដែលមាន gateway នេះឬក៏អាស្រ័យលើ ISP ឲ្យដោតចូលទៅកាន់ port ទី1ចំណែក port ជា sensor ត្រូវទៅបែងចែកជាក្រុម3ផ្សេងគ្នាដើម្បីសុវត្ថិភាពទិន្នន័យអញ្ចឹងក្នុងចំណោទហ្នឹងគេចង់បានថាក្នុងតំបន់3សំខាន់ឬក៏3ផ្នែកសំខាន់យ៉ាងហោចណាស់ក៏ត្រូវដាក់ IP ខុសគ្នាដើម្បីកុំឲ្យថាមានការលុកឡំគ្នាដូចជាម៉ាស៊ីន print ឬក៏តាក់ទងនឹងជាមួយនឹងការចម្លង malware ផ្សេងទៀតបើសិនជា IP ខុសគ្នាគឺវាមិនអាចឆ្លងបានទេបើសិនជាក្នុងករណីកន្លែងរដ្ឋបាលឆ្លង malware ប៉ុន្តែកន្លែងផ្សេងទៀតគឺនៅធម្មតាអាចធ្វើការបានហើយកន្លែងរដ្ឋបាលនោះគឺខាង IT support កំពុងតែដោះស្រាយអញ្ចឹងគឺវាអត់ប៉ះពាល់ជាមួយនឹង IP ផ្សេងទៀតទេអញ្ចឹងយើងក្នុងនោះក៏យើងមាន task សំខាន់ដែរអញ្ចឹងតោះយើងចូលមកកាន់ការ config ទាំងអស់គ្នាអញ្ចឹងយើងចូលមកកាន់ទៅលើផ្ទាំងកម្មវិធីរបស់ Winbox អញ្ចឹងមិនចូលមកកាន់ configuration យើងចូលមកមើល task របស់យើងត្រូវធ្វើទាំងអស់គ្នាអញ្ចឹង task ទី1គឺយើងតាក់ទងជាមួយនឹង WAN setup អញ្ចឹងទី1យើងត្រូវកំណត់ទៅលើ interface internet ទី1ដើម្បីឲ្យវាស្គាល់ពី internet របស់ ONU ដែលយើងមាន IP នេះឬក៏ជា IP ផ្សេងទៀតរបស់ ISP ដែលយើងធ្វើទៅលើ static IP តបមកគឺយើងធ្វើយ៉ាងណាដើម្បីឲ្យវា ping ទៅកាន់ Google បានអញ្ចឹងតោះយើងចូលមកកាន់ interface មកយើងត្រូវបដូរកន្លែងនេះទៅជា WAN ដើម្បីឲ្យចំណាំថាយើងបាន dot port ជា port WAN apply OK តបមកយើងចូលមកកាន់ទៅលើ IP ហើយយើងយក address យើងចុច new មកកន្លែងនេះគឺយើងត្រូវដាក់ IP សម្រាប់ដុំរបស់យើងដែលយើងចាប់ពី ONU ឬក៏យើងចំណាំបានដែរគេមានវិធីមួយទៀតដើម្បីទទួលយក IP វាបានដោយយើងប្រើប្រាស់ទៅលើ DHCP client អញ្ចឹងនៅវីដេអូ DHCP client នេះគឺអ្នកនរគ្នាអាចទៅមើលនៅក្នុងវីដេអូចាស់របស់ខ្ញុំបានអញ្ចឹងខ្ញុំសូមដាក់អ្វីដែលខ្ញុំអាចចាំទេអញ្ចឹងរបបអញ្ចឹង IP ដែលខ្ញុំត្រូវដាក់គឺ 192.168.6/24 អញ្ចឹងគឺ subnet ត្រូវដាក់24ដើម្បីឲ្យវាជា IP មួយដែលថា full duplex ហើយ IP នេះគឺជា IP ដែលខ្ញុំយកមកពី ONU ផ្ទាល់តែម្ដងហើយនៅក្នុង interface យើងត្រូវជ្រើសរើសគឺ interface WAN ដែលជារបស់ ONU នៅក្បែរនៅខាងក្រោយខ្ញុំនេះអញ្ចឹងយើងចុច apply យើងចុច OK បន្ទាប់មកគឺយើងអញ្ចឹងយើងទទួលបានការដាក់ IP បែបនេះហើយដាក់ IP បែបនេះហើយអញ្ចឹងដើម្បីឲ្យយើងអាច route វាបានគឺយើងត្រូវចូលទៅកាន់កន្លែង IP ដដែលហើយយើងចូលកន្លែង route អញ្ចឹងយើងត្រូវកន្លែងនេះគឺវាជា IP របស់ WAN port WAN នេះទេអញ្ចឹងយើងបង្កើតមួយទៀតមកហើយកន្លែងនេះគឺយើងមិនចាំបាច់ដាក់ IP ទេប៉ុន្តែចំណុចសំខាន់កន្លែងនេះគឺ gateway ហើយ gateway នេះគឺយើងត្រូវដាក់ IP របស់ ONU របស់យើងឬក៏ default gateway ដើមរបស់យើងអញ្ចឹងខ្ញុំដាក់ 192.168.1.1 យើងមិនបាច់ដាក់ /24 ទេកន្លែងនេះយើងចុច apply ចុច OK អញ្ចឹងដើម្បីតេស្តថាតើវាអាច ping ចេញទៅក្រៅបានអត់អញ្ចឹងយើងចូលទៅកាន់ new terminal ឲ្យយើងវាយ ping ខ្ញុំសេខុសឲ្យ ping IP អញ្ចឹងខ្ញុំដាក់ ping 8.8.8.8 OK អញ្ចឹងគឺវា ping ស្គាល់ដែរអ្នកគ្នាអញ្ចឹងយើងចូលមកកាន់ជំហានមួយទៀតគឺការដាក់ net ដើម្បីឲ្យយើងងាយស្រួលនៅពេលយើងបង្កើត port ទាំងនេះហើយinternet គឺចូលដោយ automatic អញ្ចឹងយើងចូលមកកាន់ IP ហើយយើងយកកន្លែង firewall យើងចូលកន្លែងនេះគឺយើងចុចមកកន្លែង tab net នេះប៉ុន្តែដោយសារតែខ្ញុំបានចុចវាច្រើនដងវាចូលមកកន្លែងនេះគឺ auto តែម្ដងអញ្ចឹងយើងចុច new ហើយកន្លែងនេះគឺ action នេះគឺយើងសូមបដូរមកជា mask coverage នេះគឺយើងដូរមកកន្លែងជា mask coverage អញ្ចឹងយើងចុច apply ចុច OK អញ្ចឹងគឺជំហានទី1យើងបានបញ្ចប់អញ្ចឹងយើងចូលមកកាន់ជំហានទី2របស់យើងគឺជំហានទី2របស់យើងគឺ task ទី2គឺយើងត្រូវបង្កើតតំបន់គ្រប់គ្រងរបស់យើងអញ្ចឹងយើងត្រូវបង្កើត bridge ចំនួន3ហើយដាក់ឈ្មោះឲ្យចំផ្នែកនីមួយយើងមាន bridge 3ដូចជា IT department កន្លែង manager ជាមួយនឹងកន្លែងបុគ្គលិកដែលយើងអញ្ចឹងគឺកន្លែង3ហ្នឹងគឺយើងប្រើ port ផ្សេងគ្នាឧទាហរណ៍កន្លែង IT គឺយើងប្រើទៅលើ internet ទី2កន្លែង manager គឺយើងប្រើទៅលើ internet ទី3ហើយចំពោះបុគ្គលិកផ្សេងទៀតគឺយើងប្រើទៅលើ port 4និង port 5ព្រោះដោយសារតែបុគ្គលិកអាចនឹងមានច្រើនអញ្ចឹងយើងត្រូវបំបែកទៅជាតំបន់ផ្សេងគ្នាអញ្ចឹងខ្ញុំអាចបញ្ចូលមួយទៀតឧទាហរណ៍ខ្ញុំមានជា server ខ្ញុំមានជា Microtik មួយចុះអញ្ចឹង Microtik នេះគឺមាន5 port របស់យើងគឺមាន5 port អញ្ចឹងយើងត្រូវតែបែងចែកទៅកន្លែងសំខាន់ច្រើនឧទាហរណ៍យើងមានដូចជាខាងនេះគឺយើងមាន switch មួយដែលយើងមាន switch កន្លែងនេះគឺយើងតំណាងឲ្យខាង IT ហើយយើងត្រូវភ្ជាប់មួយ port ទី2ទៅកាន់ IT អ
តមកគឺយើងមាន port ផ្សេងទៀតដូចយើងមាន switch មួយទៀតគឺនៅខាង manager អញ្ចឹងនៅកន្លែង manager នោះក៏យើងត្រូវភ្ជាប់ទៅខាង manager ដែរហើយក៏ staff អញ្ចឹងគឺគាត់មាន staff អញ្ចឹងក្នុងកន្លែងនេះគឺមានពីរផ្នែកផ្សេងគ្នាឬក៏ផ្នែកច្រើនអញ្ចឹងគឺគាត់អាចភ្ជាប់ទៅ staff ផងភ្ជាប់ទៅខាង staff មួយទៀតអញ្ចឹងគឺយើងភ្ជាប់បែបហ្នឹងអញ្ចឹងការបង្កើត break គឺយើងបង្កើតសម្រាប់បែងចែកតំបន់គឺបែបនេះអញ្ចឹងតំបន់នេះគឺសម្រាប់ manager ហើយកន្លែងនេះគឺសម្រាប់បុគ្គលិកគេហៅថា staff ទាំងពីរនេះអញ្ចឹងគឺកន្លែងហ្នឹងតែយើងត្រូវបំបែកវាដើម្បីឲ្យថាងាយស្រួលគ្រប់គ្រងដែរអញ្ចឹងទៅអញ្ចឹងតោះយើងចូលមកកាន់ការ config របស់យើងទាំងអស់គ្នាជាដំបូងគឺយើងត្រូវបង្កើត break មួយសិនហើយកន្លែង break នេះគឺយើងចុចទី1មកគឺយើងបង្កើត break ទី1គឺយើងបង្កើត break IT apply អូខេតបមកទៀតគឺយើងបង្កើត new ដដែលហើយយើងបង្កើត break មួយទៀតគឺ break ខាង manager ចុច apply ហើយអូខេហើយកន្លែងនេះទៀតគឺយើងបង្កើត break សម្រាប់បុគ្គលិកអញ្ចឹងយើងដាក់ BGT staff apply អូខេហើយកន្លែងនេះទីសោតគឺគេចង់បានទី1គឺនៅខាង IT គឺយើងត្រូវប្រើ port ទី2កន្លែង manager យើងប្រើ port ទី3ហើយចំពោះកន្លែងបុគ្គលិកគឺយើងប្រើ2 port គឺ port ទី4និង port ទី5អញ្ចឹងយើងចូលមកកាន់ port មកហើយចុច new កន្លែងអញ្ចឹងដើម្បីដាក់ port បានយើងចុចកន្លែង interface នេះគឺយើងត្រូវដាក់យកលេខ2ព្រោះយើង IT នេះគឺត្រូវឈរលើ port យើងកំពុងឈរលើ IT ហើយយើងត្រូវដាក់វាជា port លេខ2យើង apply អូខេដល់ពេលដាក់យើងចំ port ដល់ពេលយើងដោតហ្នឹងវានឹង load ចេញមួយសារប៉ុន្តែយើងក៏មិនអីដែរនៅតិចមកវិញមកគឺវាចូលមកវិញហើយអញ្ចឹងយើងចូលដាក់ port បន្តទៀតគឺយើងដាក់ទៅលើ port ទី3យើងយកទៅលើ manager break manager apply អូខេបន្តមកទៀតគឺទៅលើបុគ្គលិកអស់អញ្ចឹងក្នុងបុគ្គលិកគឺយើងប្រើប្រាស់ port 4និង port 5អញ្ចឹងយក port 4មកហើយកន្លែងនេះគឺយើងទៅយកកន្លែង staff apply អូខេហើយយើងធ្វើដូចគ្នាដដែលយើងដាក់ទី5ហើយយើងកន្លែងនេះគឺយើងយក staff ទៀត apply និងអូខេអញ្ចឹងយើងបានដាក់ break យើងបានដាក់ port ទាំងអស់ចូល break អស់ហើយអញ្ចឹងយើងនៅធ្វើអីទៅទៀតអញ្ចឹងយើងចូលមកកាន់ជំហានដល់នេះគឺការដាក់ IP រៀងខ្លួនអញ្ចឹងដូចក៏ខាង IT គឺវាមាន IP 10.1 អញ្ចឹងទៅឬក៏កន្លែងគ្រប់គ្រង 172.16.20.24 ហើយនៅកន្លែងបុគ្គលិកគឺ 142 ជាដើមអញ្ចឹងដើម្បីបែងចែកគ្នាដើម្បីថាទី1ការពារទិន្នន័យទៅវិញទៅមកកុំឲ្យថាវាបែកធ្លាយចុះឡើងពេកហើយក៏វាងាយស្រួលគ្រប់គ្រងតាមតំបន់នីមួយៗដែរអញ្ចឹងយើងចូលមកកាន់ការដាក់ IP របស់យើងចូលទៅកាន់ IP ហើយយើងយកកន្លែង address អញ្ចឹងយើងចុច new មកកន្លែងនេះគឺយើងចាប់ដាក់ IP របស់យើងអញ្ចឹងតែទី1គឺខាង IT គឺយើងយក IP class A ប៉ុន្តែខ្ញុំសូមមិនដាក់តាមនេះទេប៉ុន្តែខ្ញុំអាចយកលំនាំដូចគ្នាបានឧទាហរណ៍នៅកន្លែងឧទាហរណ៍នៅក្នុង break IT គឺខ្ញុំដាក់ឲ្យគឺ 10.10.10.11.12.1 class 24យើងចុច apply យើងចុច OK តបមកទៀតគឺយើងដាក់ port ឲ្យខាង manager អញ្ចឹង port manager ក៏ចង់បាន port ក៏ចង់បាន 172 អញ្ចឹងខ្ញុំដាក់ខាង manager គឺ 172.16 ដាក់ 172.16.20.1 ដើមឡា24ដែរដើម្បីឲ្យវា full ដល់ផ្លិចយើងចុច apply ចុច OK បន្ទាប់មកទៀតគឺយើងត្រូវដាក់ឲ្យ break ទៅខាងបុគ្គលិកអញ្ចឹងយើងចុចកន្លែង staff ហើយកន្លែងនេះគឺគេចង់បានដូចជា142ចុចកន្លែងគេចង់បាន 142.10.30.1 អញ្ចឹងចុច 10.30.1/24 ដដែលគឺយើងយកកន្លែង staff ចុច apply និងចុច OK អញ្ចឹងយើងដាក់ IP ឲ្យ break នីមួយៗហើយអញ្ចឹងតែយើងត្រូវធ្វើអីតទៀតក្នុង task នេះគឺយើងត្រូវឲ្យបែងចែក IP នោះទៅជា DHCP និង net ប៉ុន្តែដោយសារជំហាន net នេះគឺខ្ញុំបានធ្វើរួចហើយអញ្ចឹងយើងត្រូវបង្កើត DHCP ចំនួន3 break នីមួយៗហើយដើម្បីឲ្យ port នោះគឺទទួលបាន IP តាមផ្នែកនីមួយៗរបស់វាបើឧបករណ៍ទាំងនោះដូចថាពេលដែលថតមកខាង IT យើងក៏មានឧបករណ៍ក៏ភ្ជាប់ទៅអញ្ចឹងក៏គាត់បាន IP ហើយក៏ខាង manager ឬក៏ខាង staff ពេលគាត់ភ្ជាប់ក៏បាន IP ដូចគ្នាអញ្ចឹងយើងចូលទៅកាន់ការ config ទៅលើ DHCP ទាំងអស់គ្នាអញ្ចឹងជាដំបូងគឺយើងចូលទៅកាន់ IP ដដែលហើយយើងយក DHCP server អញ្ចឹងកន្លែងនេះគឺជាចំណុចសំខាន់អញ្ចឹងពេលនៅពេលដែលយើងបង្កើតដែលខាតគឺគេមិនបង្កើត DHCP តាមនេះទេគឺយើងត្រូវ set up DHCP វាគឺនៅក្នុងអញ្ចឹងយើងត្រូវតែ set up យើង set up DHCP កន្លែងនេះអញ្ចឹងយើង DHCP set up មកអញ្ចឹងកន្លែង interface អញ្ចឹងកន្លែង interface នេះគឺយើងយកកន្លែង3 break សំខាន់ដែលយើងបានបង្កើតហើយនេះ break 3នេះអញ្ចឹងខ្ញុំសូមមុនគេខ្ញុំសូមយកខាង IT យើង next ហើយកន្លែង DHCP space នេះគឺជា ID របស់គឺជា ID នៃ IP address របស់យើងយើងបានដាក់អញ្ចឹងខ្ញុំសូមបញ្ចូលកន្លែងនេះបន្តិចតាក់ទងជាមួយ subnet ឬក៏ IP អញ្ចឹងនៅពេលដែលអ្នកធ្លាប់រៀនមេរៀន network អ្នកធ្លាប់បានប៉ះមេរៀនមួយគឺតាក់ទងជាមួយនឹងការគណនារឿង IP និង subnet និង host អញ្ចឹងកន្លែងគណនា host នេះនៅពេលដែលយើងគណនាអញ្ចឹងវាមាន3ហើយមានមួយជា gateway មួយជា broadcast មួយនេះគឺជា ID តាមពេលខ្ញុំធ្លាប់រៀនកន្លងមកអញ្ចឹងក៏នេះគឺជា ID របស់យើងអញ្ចឹងយើងមិនបាច់ដូរទេយើងចុច next ហើយកន្លែងនេះគឺជា default gateway របស់ IP យើងបានដាក់អំបញ្ញមិញយើងចុច next យើងមកចូលមកដល់កន្លែងនេះគឺជាចំណុចដែលសំខាន់យើងចូលមកដល់កន្លែងនេះគឺជាចំណុចដែលសំខាន់បំផុតគឺយើងត្រូវបោះ IP អញ្ចឹងកន្លែងនេះគឺអ្នកដែលគាត់ចេះដែលគាត់ធ្លាប់ធ្វើដងគឺគាត់បោះ IP យ៉ាងហើយណាក៏ចាប់ពី10ទៅអញ្ចឹងដោយសារតែអ្វីដោយសារតែឧទាហរណ៍នៅក្នុងកន្លែងកាយអាឡ័យខ្លះគាត់ត្រូវការដូចជាឧបករណ៍មួយចំនួនដែលត្រូវប្រើ
static IP ដូចជា printer ឬក៏ server ដែលគាត់មានតាមកន្លែងមួយៗសម្រាប់ទុកឯកសារអញ្ចឹងបើសិនជាឧបករណ៍ពួកគាត់ភ្ជាប់ជាមួយ DHCP នៅពេលដែលថ្ងៃណាមួយវាដូរ IP អញ្ចឹងវាអាចថា driver របស់ម៉ាស៊ីន print ដែលយើងភ្ជាប់ទៅ IP នោះឬក៏ server ហ្នឹងគឺវាមិនអាចចាប់គ្នាឬក៏ស្គាល់គ្នាពេលដែលយើងផ្ញើឯកសារឬក៏យើង print បានទេអញ្ចឹងដាច់ខាតគឺកន្លែងហ្នឹងយើងត្រូវ spare យ៉ាងហោចណាស់ក៏10ទៅ20 IP ដែរទុកសម្រាប់ប្រើជាមួយឧបករណ៍ទាំងនោះប៉ុន្តែសម្រាប់ការរៀនចាក់ស្ដែងគឺខ្ញុំសូមប្រើវាទុកចំនួន12 IP ទៅ254សម្រាប់ user នីមួយៗខ្ញុំចុច next ហើយ DNS server នេះគឺខ្ញុំមិនទាន់បានដាក់ទេប៉ុន្តែកន្លែងនេះយើងអាចដាក់បានអញ្ចឹងខ្ញុំប្រើ DNS server របស់ Google យើងដាក់ 8.8.8.8 កន្លែងនេះយើងអាចបន្ថែមបានដែរប៉ុន្តែខ្ញុំសូមមិនបន្ថែមទៀតទេអញ្ចឹងយើងចុច next អញ្ចឹងកន្លែងរយៈពេលនេះអញ្ចឹងរយៈពេល DHCP បើសិនជាគេអ្នកដាក់ភាគច្រើនគឺឲ្យបោះជា72ម៉ោងឬក៏3ថ្ងៃឬក៏តាមរយៈពេលរបស់យើងដែលយើងជាអ្នកដាក់ប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំសូមដាក់ត្រឹម10តាម default របស់វាយើងចុច next យើងទទួលបាន DHCP ចំពោះ brick IT អញ្ចឹងយើងដើម្បីបង្កើត brick ផ្សេងៗទៀតយើងធ្វើដូចជំហានដដែលអញ្ចឹងយើងទទួលបាន3 brick សំខាន់នេះហើយអញ្ចឹងដើម្បីដឹងថាតើវាបោះឲ្យយើងប្រមាណយើងអាចចូលទៅ CMD ក្នុងកុំព្យូទ័ររបស់យើងសាកវាយ IP config អញ្ចឹងខ្ញុំបានដោតក្នុង port IT អញ្ចឹងនៅពេលដែលខ្ញុំដោត port IT គឺវាបោះមកគឺ 10.11.12.1 ហើយ IP ដែលខ្ញុំទទួលបានគឺ 10.11.12.254 ដែលជា IP របស់ Magnetic បានបោះមកឲ្យអញ្ចឹងដើម្បីដឹងថាតើខ្ញុំបានដោតបាន IP ផ្សេងទៀតអញ្ចឹងដើម្បីដឹងថាតើ port ផ្សេងៗទទួលបាន IP យ៉ាងណាក៏ខ្ញុំសូមដូរ port ដើម្បីខ្ញុំសូមដោតចូល port ទី2ដែលជា port ទៅលើខាង manager អញ្ចឹងតើខ្ញុំទទួលបាន IP ប្រមាណអញ្ចឹងបន្ទាប់ពីខ្ញុំបានដោតទៅលើ port manager អញ្ចឹងខ្ញុំសូមឆែកម្ដងទៀតទៅលើ IP config អញ្ចឹងគឺ port manager នេះក៏ខ្ញុំទទួលបានផ្សេងគ្នា172ដែលខ្ញុំបានកំណត់បាញ់មិញហ្នឹងហើយ default gateway របស់វាគឺ 172.10.20.1 អញ្ចឹងកន្លែង IP ដែលខ្ញុំទទួលបាននេះគឺ 172.16.20.254 ដូចគ្នាអញ្ចឹងខ្ញុំសាកដោតទៅលើ port មួយទៀតគឺជា port 3 និង port 4អញ្ចឹងខ្ញុំសូមដោត port ទី3អញ្ចឹង port ទី3នេះគឺក្នុង brick staff អញ្ចឹងយើងចងវាជាមួយគ្នាហើយអញ្ចឹងខ្ញុំសូមដោតទៅ port ទី3ទេអញ្ចឹងខ្ញុំសូមដោត port ទី3អញ្ចឹង port ទី3របស់យើងគឺយើងដាក់ម្ដង IP config ម្ដងទៀតមកអញ្ចឹងកន្លែង IP config នេះគឺខ្ញុំទទួលបាន port IP ផ្សេងគ្នាទៀតគឺ 142.10.30.254 ហើយ default gateway របស់វាគឺ 142.10.30.1 អញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូនេះអញ្ចឹងយើងមកជួបគ្នាម្ដងទៀតនៅវីដេអូមេរៀនក្រោយៗទៀត